ដឹងពីវិធីសាស្ត្រមួយនេះអាចជួយឲ្យយើងស្វែងរកផ្លូវនៅក្នុងផែនទី map បានទោះបីជាគ្មានអ៊ីនធឺណិតបងប្អូនយើងទាំងអស់គ្នាពីមុនមកនៅពេលដែលយើងចង់ធ្វើដំណើរទៅកន្លែងណាមួយដែលយើងអត់ស្គាល់គឺយើងតែងតែឆែករកផ្លូវនៅក្នុងផែនទី Google Map មែនអត់ដើម្បីយើងជិះទៅតាម GPS ដែលគេបង្ហាញផ្លូវហ្នឹងទៅតែចាំបាច់យើងត្រូវមានអ៊ីនធឺណិតមិនយើងអាចមើលបានប៉ុន្តែឥឡូវនេះបងប្អូនអាចឆែកផ្លូវរកផែនទីកន្លែងណាមួយដែលយើងចង់ទៅបាននៅក្នុង map ហ្នឹងដោយមិនចាំបាច់មានអ៊ីនធឺណិតព្រោះពេលខ្លះយើងអត់មានលុយទូរស័ព្ទអត់មានអ៊ីនធឺណិតនៅក្នុងទូរស័ព្ទឬក៏អត់មានសេវាអញ្ចឹងណាបងប្អូននៅតែអាចឆែករកផ្លូវហ្នឹងបានហើយខ្ញុំនឹងប្រាប់វិធីសាស្ត្របងប្អូនដើម្បីស្វែងរកផែនទីហ្នឹងថាតើចូលទៅកន្លែងណាហើយគេប្រើបែបម៉េចហើយអត់មានអស់លុយអីទាំងអស់បងប្អូនណាអាចប្រើបានទាំង iPhone និង Android ទៅតាមដានទាំងអស់គ្នាអូខេអញ្ចឹងដំបូងឡើយបងប្អូនចូលមកកាន់ App Store ចាខ្ញុំបង្ហាញនៅលើ iOS ហើយបងប្អូន search រកឈ្មោះថា map.me នេះឥឡូវខ្ញុំទៅ search ឲ្យបងប្អូនមើលអញ្ចឹងចូលមកដល់ App Store ភ្លាមបងប្អូន search មកណាវាយអក្សរ map.me search មកនឹងឃើញ logo ពណ៌បៃតងនេះចានេះយើងចូលមក download មកអូខេអញ្ចឹងខ្ញុំ download ថ្មីឲ្យមើលតែម្ដងចា Android យើងចូលទៅ Play Store ទៅណាអូខេចាបន្ទាប់ពី download ហើយបងប្អូនចូលទៅ open វាទៅចាចុច open ទៅបន្ទាប់ពី open បងប្អូននឹងឃើញ load គេ load ពាក្យឲ្យ allo បងប្អូនចុចពាក្យ allo មកដល់កន្លែងនេះជាពាណិជ្ជកម្មរបស់គេបងប្អូនមិនខ្វល់ទេចុចខ្វែងខាងលើមកចាអញ្ចឹងចូលមកដល់ភ្លាមគឺមិនទាន់ឃើញប្រទេសណាទេព្រោះ app នេះប្រើបាន worldwide ទូទាំងពិភពលោកហ្មងអញ្ចឹងបងប្អូនត្រូវចុចឲ្យកន្លែង search ខាងក្រោមឆ្វេងហើយបងប្អូនវាយប្រទេសរបស់យើង Cambodia ចានៅប្រទេសណាវាយប្រទេសហ្នឹងទៅចាហើយបន្តមកចុចពាក្យ search គេចាប់ផ្ដើមចាប់ឲ្យយើងឯងឃើញអត់អត់ទាន់ប្រើបានទេបងប្អូនអស់មកមើល function ខាងក្រោមចុចពាក្យ download មើលតាមព្រួយចាចុច download ហើយចាំមកស្ទុះពេលកំពុងតែ download ហ្នឹងអត់ទាន់បិទអ៊ីនធឺណិតទេណាបងប្អូនណាបញ្ជាក់អូខេហើយឃើញអត់នេះឃើញគេចាប់ទីតាំងប្រទេសកម្ពុជាយើងបានទេឃើញអត់ចាល្អមែនតើ app នេះអូខេអាចចុចពាក្យ save បានណា save ខាងក្រោមហ្នឹងទៅចាដើម្បីឲ្យចាប់ប្រទេសយើងជាប់តែម្ដងអូខេឃើញទេវ៉ាវលយមែនតើអូខេឥឡូវយើងចេញទៅបានហើយណាយើង download ប្រទេសកម្ពុជាយើងស្គាល់ហើយអញ្ចឹងយើងចេញទៅបិទអ៊ីនធឺណិតសិនអញ្ចឹងខ្ញុំបិទ Wi-Fi ចាបិទទាំង 3G ឥឡូវបងប្អូនមើលណាអត់មានបើក 3G បើកអ៊ីនធឺណិតទេណាអូខេអញ្ចឹងយើងចូលទៅម្ដងទៀតចាមើលលើអេក្រង់អត់មានអ៊ីនធឺណិតទេបើកមកភ្លាមគឺដៅជាប់ប្រទេសកម្ពុជាតែម្ដងចាមើលបានលើអេក្រង់ខាងលើអត់មានអ៊ីនធឺណិតទេចាអូខេអញ្ចឹងខ្ញុំទៅប្រាប់បងប្អូនពីរបៀបទៅរកទីតាំងណាមួយអញ្ចឹងដើម្បីទៅរកទីតាំងណាមួយបងប្អូនមើលខាងក្រោមខាងឆ្វេងចាចុចពាក្យ search ហ្នឹងមកហើយវាយកន្លែងណាមួយដែលបងប្អូនចង់រកឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំវាយ Aeon ផ្សារ Aeon ចឹងបងប្អូនចង់ទៅខេត្តណាកន្លែងណាវាយតាមហ្នឹងណាអាចវាយជាអក្សរខ្មែរក៏បានដែរហើយបន្តមក search មកក៏ញ៉ាអូវ៉ាប់លយមែនតើចាចាប់មកបានភ្លាមតែម្ដងហើយចង់ធ្វើដំណើរទៅចុចអាកន្លែង QQ return ហ្នឹងមកឃើញទេគេវាស់តាំងពីវិនាទីវាស់តាំងពីគីឡូវាស់តាំងពីម៉ោងឲ្យយើងទៀតនេះ27នាទីពីកន្លែងដែលខ្ញុំឈរចាខ្ញុំនៅខាងវែងស្រេងអញ្ចឹងណាពេលដែលខ្ញុំថតវីដេអូហ្នឹងខ្ញុំនៅវែងស្រេងអញ្ចឹងគេចាប់ឲ្យយើងនេះតាំងដែលទៅដល់គេនេះយើង zoom ណាយើងយកដៃ zoom ទៅចានេះឃើញទេហើយនៅពេលដែលយើងវាស់ហើយអញ្ចឹងអូខេយើងចាប់ផ្ដើមចង់ទៅយើងចុច start ខាងក្រោមបើសិនជាកន្លែងនេះយើងអត់ស្គាល់ណាចុចពាក្យ start ហើយបន្តមកចុច upset ហ្នឹងទៅនេះរត់ឲ្យយើងឃើញទេពេលដែលយើងធ្វើដំណើរទៅគឺសញ្ញាហ្នឹងនឹងរត់ទៅដូចជាមួយនឹង Google Map ចឹងចាបង្ហាញផ្លូវឈ្មោះផ្លូវហាងអីច្បាស់តែម្ដងនេះខាងក្រោមបងប្អូនមើលមកខាងក្រោមមានគីឡូចា12គីឡូចម្ងាយ27នាទីចាម៉ោងឲ្យយើងទៀតឃើញទេវាស់តាំងពីគីឡូវិនាទីដែលជិះទៅនឹងម៉ោងឲ្យយើងទៀតហើយរត់តាម GPS នឹងរត់តាមដូចនៅក្នុង Google Map ចឹងបងប្អូនហើយអានេះអត់មានអ៊ីនធឺណិតទេណាចាហើយបញ្ជាក់ជូនបងប្អូនដែលប្រើ Android ប្រើវិធីហ្នឹង down ដូចគ្នាប្រើដូចគ្នាចុចដូចគ្នាចាអរគុណច្រើនបងប្អូនមានចម្ងល់អីបងប្អូន comment ខាងក្រោមបានចា